ចឹងក្នុងមេរៀនរបស់ខ្ញុំមួយខ្ញុំនិយាយពីឥទ្ធិពលនិងតំណែងដែលយើងប្រើពាក្យ position និង influence នេះកុំគិតថាឲ្យតែមានតួនាទីមានឥទ្ធិពលមិនមែនមានន័យថាឲ្យតែយើងបានតំណែងដឹងឲ្យគេស្ដាប់ទេអញ្ចឹងអ្វីដូចថ្ងៃនេះយើង showcase ទៅចុះយើងហៅថាជា spotlight មានន័យថាឆ្លុះបញ្ចាំងពីក្នុងនាមជាបុគ្គលិកថ្នាក់ដឹកនាំឆ្នើមម្នាក់អ្នកគ្រូគាត់លើកឡើងមកអញ្ចឹងយើងស្ដាប់មើលទៅលើប្រវត្តិមិនមែនបានតំណែងឲ្យគេគោរពគេស្រឡាញ់ដោយឯងតាមតំណែងនឹងទេតើតែយើងអាចកសាងឥទ្ធិពលជាវិជ្ជមានឥទ្ធិពលនៃចំណេះដឹងបទពិសោធន៍សមិទ្ធផលស្នាដៃរបស់យើងមិនមែនគេគោរពឲ្យតម្លៃលើទូនីតិទេអញ្ចឹងម្នាក់ចង់បានណាមិនអញ្ចឹងណាតំណែងសម័យចង់បានខ្ញុំយើងថាបើមិនទាំងអស់គ្នាក៏ភាគច្រើនណាស់ចង់បានប៉ុន្តែបានហើយនឹងយ៉ាងម៉េចទៀតអញ្ចឹងខ្ញុំគ្រាន់តែចង់លើកជាមួយថានៅពេលដែលយើងមានតំណែងណាយើងកុំភ្លេចរឿង3ដែលត្រូវគិតពេលមានតំណែងហើយមានទំនួលខុសត្រូវហើយត្រូវធ្វើសកម្មភាពដែលមានចែងនៅក្នុងបំណែងចែកភារកិច្ចការងារដែលយើងហៅទៅ JD job description តួនាទីណាធ្វើអីហើយដើម្បីធ្វើកិច្ចការនឹងបានដើម្បីធ្វើកិច្ចការនឹងបានសមិទ្ធផលរំពឹងទុកដែលយើងចង់បាននេះនោះយើងត្រូវមានសមត្ថភាពណាតែមានសមត្ថភាពឃើញទេអញ្ចឹងក្រៅពីទំនួលខុសត្រូវយើងត្រូវមានសមត្ថភាពបំពេញការងារហើយយើងត្រូវទទួលខុសត្រូវលើផលប៉ះពាល់ចេញពីតំណែងយើងភាសាអង់គ្លេសវាមានពាក្យពីររឿង accountability និង capability នេះទំនួលខុសត្រូវលើផលប៉ះពាល់របៀបម៉េចពាក្យថា responsibility ទំនួលខុសត្រូវលើសកម្មភាពប៉ុន្តែយើងមិនមែនធ្វើឲ្យតែបានណាអញ្ចឹងហើយបានខ្ញុំតែងតែលើកពេលខ្លះជួបជាមួយគ្នាយើងក្នុងក្រុមទលាយក្រុមចង្អៀតអីក៏ដោយតែណាកុំធ្វើឲ្យរួចតែពីដៃពេលខ្លះថាខ្ញុំធ្វើហើយនេះយើងគ្រាន់តែធ្វើហើយចុះផលមិនដែរអាហ្នឹងករណីដែលយើងមានរឿងពីបុរាណដែលយើងនិយាយតែរឿងទុនជ័យចាំចំការអញ្ចឹងចាំគួរស៊ីតំណាំអស់ខ្ញុំអត់ដឹងព្រោះខ្ញុំចាំចំការអត់មានបាត់ទេអញ្ចឹងយើងត្រូវចាំថាបើចង់បានតំណែងឋានៈទូនាទីប្រកាសថាយើងត្រូវយល់ពីទំនួលខុសត្រូវលើសកម្មភាពដែលយើងត្រូវធ្វើនិងផលជាវិជ្ជមានដែលយើងត្រូវបង្កើតហើយជាពិសេសដើម្បីបានផលជាវិជ្ជមានទិញទូនាទីរបស់យើងត្រូវមានសមត្ថភាពហើយខ្ញុំតែងតែប្រៀបធៀបពួកខ្ញុំមិនបានស៊ីជម្រៅយល់ទៅលើពុទ្ធសាសនាប៉ុន្តែខ្ញុំរៀនបែបទស្សនវិជ្ជារបស់ព្រះពុទ្ធខ្ញុំនិយាយថាពេលខ្លះកសលរបស់យើងសន្សំមិនដល់បានទូនាទីមកអត់បានយូរទេដោយសារអីវាអត់មានគ្រឹះពាក្យថាកសលហ្នឹងមានន័យថាម៉េចជាចំណេះជាជំនាញជាចំណងតាក់ទងអាហ្នឹងក៏ជាកសលអំពើល្អដែលយើងដាក់ក្នុងខ្លួនយើងបើយើងអត់មានចំណេះផងអត់មានជំនាញផងចរិតលក្ខណៈរបស់យើងក៏មិនបានអភិវឌ្ឍឲ្យមាំទាំសាក់យកតំណែងទៅកាន់មើលអត់បាន3ខែទេនឹងបាត់ទៅវិញចឹងបើសិនជាពួកយើងទាំងអស់គ្នាជឿទៅលើកសលផលបុណ្យណាអាកសលផលបុណ្យរបស់យើងត្រូវសន្សំមុនសន្សំមិត្តរាប់ញាតិសន្សំចំណេះជំនាញទៅប្រវត្តិអ្នកគ្រូអំបញ្ញមិញគិតមើលអ្នកគ្រូអ្នកខ្លះបែបតំដឹងហើយនៅអ្នកគ្រូមានអនុបណ្ឌិតអប់រំតាំងពីឆ្នាំណានោះហើយគឺជាកសលតែប្រសិនបើយើងអត់ខំប្រឹងរៀនផងតែយើងយកតំណែងមិនកើតយកមកគឺដូចជាទម្ងន់មួយដែលដាក់លើខ្លួនឲ្យដួលមកអញ្ចឹងសមត្ថភាពត្រូវខំប្រឹងបើមិនបើយើងខំបន្តទៀតហើយកុំភ្លេចយើងគិតថាប៉ុណ្ណឹងបានហើយក្នុងជីវិតរបស់យើងដូចដើររត់នៅលើកង់វិលមួយដែលមិនអាចថាប៉ុណ្ណឹងបានទេត្រូវរត់ត្រូវប្រឹងហើយដោយប្រើបញ្ញាព្រោះអ្នកខ្លះថាខ្ញុំប្រឹងហើយមិនទៀតតែពេលខ្លះតើយើងប្រឹងត្រូវទិសទេតាមផ្លូវទេណាអញ្ចឹងអានឹងបើសិនជាយើងបានតំណែងទូនាទីត្រូវមើលថាយើងមានទំនួលខុសត្រូវថ្មីហើយសមិទ្ធផលរំពឹងទុកគឺចាំមើលហើយត្រូវបង្កើតហើយដើម្បីបានសមិទ្ធផលរំពឹងទុកប្រកាសវិជាថាយើងមានចំណេះដឹងត្រឹមត្រូវមានជំនាញច្បាស់លាស់ចរិតលក្ខណៈជាពិសេសចេះបង្កើតចំណងតាក់ទងណាជាមួយនឹងអ្នកដែលធ្វើការជាមួយ